លោកគ្រូខ្ញុំបង្កើត page តែអត់មានអ្នកតាមដានច្រើនទេមានត្រឹម10នាក់បើ Facebook ធម្មតាមានអ្នកតាមដានច្រើនមិនដឹងមូលហេតុអ្វីលោកគ្រូប្រហែលជាបងអត់សូវលេង page ច្រើនអញ្ចឹងបងហ្នឹងណាមូលហេតុមានច្រើនបងបកស្រាយមួយធំណាបទពិសោធន៍លោកគ្រូហ្មងបងដែលសង្កេតឃើញបងប្អូនយើងបង្កើត page បានហើយតែក៏អត់សូវលេង page ក៏អត់សូវលេង page ទេគាត់លេងតែ Facebook មិនដែរហ្នឹងអញ្ចឹងណាបង្កើតឲ្យតែបានគាត់អាចនឹងលេងដំបងសិនអាចមួយសប្តាហ៍មួយខែពីរខែគាត់លេងមែនតែដល់ពេលយូរទៅលេងសូវលេងដល់ពេលលេងសូវលេងអ្នកតាមដានអាចមានដំបងជួនកាលមានច្រើនវាមានតែបងចាំមើលបោះស្រាយជូនតិចណាតបនឹង comment នឹកឃើញអតីតកាលខ្ញុំពីខាងពេញណាចាំមើលបោះស្រាយជូនចេះបងជួនកាលពេលគាត់បង្កើតទៅអ្នកខ្លះបងប្អូនអ្នកខ្លះគាត់បង្កើតទៅអត់សូវមានអ្នក like អ្នក follow ដូចបងអញ្ចឹងណា10នាក់20នាក់អញ្ចឹងទៅគាត់អត់សូវមានកម្លាំងចិត្តក្នុងការលេង page ហ្នឹងទេអញ្ចឹងគាត់ក៏បោះបង់គាត់ក៏ឈប់អញ្ចឹងទៅជួនកាលមានដល់ពេលមានយូរទៅគាត់លេងទៅគាត់ឃើញតាមវាខ្សោយទៅគាត់ក៏បោះបង់វិញអញ្ចឹងទៅមកលេង Facebook account វិញអញ្ចឹងណាអាហ្នឹងគឺក៏អត់សូវមានច្រើនដែរបងអញ្ចឹងណាបើសួរយោបល់លោកគ្រូយើងដឹងមូលហេតុហើយតែយើងអត់សូវលេង page ច្រើនអញ្ចឹងយើងបដូរពីលេង Facebook មកលេង page វិញដោយលោកគ្រូ99.99% ហ្មងណាគឺលេង page ហើយ account Facebook លោកគ្រូច្រើនតែលោកគ្រូអត់សូវលេងទេលោកគ្រូកម្មធ្វើជា admin ទេអញ្ចឹងណាលោកគ្រូកាន់ page លោកគ្រូមាន2ហ្នឹងគឺលោកគ្រូលេង page នឹងច្រើនជាងដល់ពេលលេង page ច្រើនជាងអ្នកតាមដានអ្នកមើលអ្នក view ក៏មានច្រើនដែរអញ្ចឹងបងតែយើងលេង Facebook ច្រើនគេស្គាល់តែ Facebook យើងទេគេស្គាល់ page យើងទេអញ្ចឹងបងអញ្ចឹងវិធីសាស្ត្រធ្វើយ៉ាងម៉េចមួយសំខាន់ណាបងមូលហេតុមានច្រើនតែគាត់សុំបកស្រាយតែមួយសិនណាគឺយើងបដូរពីការលេង Facebook account មកជាលេង page វិញលេង page ឲ្យស្ទាត់ឲ្យច្រើនជាង Facebook account ទៅយូរទៅគេនឹងសម្រុកមកមើល page បងហើយអញ្ចឹង like follow view អ្នកតាមដានហ្នឹងក៏កើនដែរបកស្រាយជឿណាកិន